នេះ Spark Slim បងប្អូនអរគ្នា Spark Slim នេះគឺជាផលិតផលរបស់ក្រុមហ៊ុន Techno ដែលក្រុមហ៊ុនទើបតែប្រកាសចេញថ្មីនេះទេហើយក្រុមហ៊ុន Techno បានដាក់តម្លៃវា$249នៅក្នុងទំហំ RAM គឺ 8GB បូកនឹង 8GB ហើយមានទំហំផ្ទុក 256GB ហើយរូបរាងរបស់វាគឺមានកម្រាស់ស្ដើងដោយដែលបងប្អូនបានឃើញពាណិជ្ជកម្មរបស់ក្រុមហ៊ុនអញ្ចឹងគឺមានកម្រាស់ស្ដើងហើយវាស្រដៀងទៅនឹង iPhone Air មែនទែនបាទអញ្ចឹងនៅពេលនេះខ្ញុំនឹងនិយាយអំពីវាលម្អិតតែម្ដងជាមួយនឹង spec មួយចំនួនដែលបងប្អូនគួរតែពិចារណាមុននឹងធ្វើការសម្រេចចិត្តទិញនៅ Spark Slim នេះហើយខ្ញុំនឹងនិយាយអំពី spec របស់វាខ្លះៗនៅលើប្រអប់របស់វាជូនបងប្អូនអរគ្នាមិញនេះខ្ញុំបាននិយាយអំពីទំហំផ្ទុក 256GB ហើយនឹងទំហំ RAM របស់វាគឺ 16GB នេះឯងដែលជា RAM បន្ថែមបាទហើយបន្ទាប់មកនៅក្នុងប្រអប់របស់វាគាត់បានដាក់ថាកម្រាស់របស់វាស្ដើងមែនទែនបាទនេះកម្រាស់រហូតដល់ 5.93 ដល់ 6 ផងបងប្អូនអរគ្នាហើយតកតនឹងទំហំថ្មគឺ 5160 mA សុំសរសើរដែរបាទសុំសរសើរ Techno ដែរដែលគាត់ធ្វើកម្រាស់ស្ដើងហើយញុកថ្មបានរហូតដល់ 5000 mA ជាងប៉ុន្តែកម្លាំងសាកថ្មរបស់វាក៏ខ្លាំងដែរ 45W ហើយវាមានល្បឿន refresh rate នៃក្រង់រហូតដល់ 144បាទមិន 120Hz ទេគឺ 144Hz ហើយក្រង់របស់វា 2K ដែរគឺ 1.5K បាទ 1.5K ឥឡូវខ្ញុំធ្វើការបើកប្រអប់របស់វាជូនបងប្អូនអរគ្នាបាទដោយសារតែប្រអប់នេះខ្ញុំបានធ្វើការវះកាត់វារួចហើយបាទអូខេអញ្ចឹងនៅក្នុងប្រអប់របស់វាបងប្អូនមកវាឃើញនេះបាទ Spark Slim គឺអក្សរដិតគឺឃើញ Spark Slim នេះគឺអក្សរដិតខ្លាំងមែនទែនបងប្អូនអរគ្នាហើយបន្តមកទៀតនៅក្នុងប្រអប់របស់វាបើសិនបើយើងឆែកមើលទៅយើងគឺនឹងឃើញមានបន្ទនាមួយជុលចាក់បាទกระดาษជូតមាន screen បិទឯណាច្រើនដែលបងប្អូនអរគ្នាអាចទិញទៅហើយបើកមើលបានបន្ទនាគឺ13ខែជាមួយនឹងសភៅណែនាំហើយនឹង case សថ្លាបងប្អូនអរគ្នានេះ case របស់វាគឺជាប្រភេទ case សថ្លាបាទសថ្លាទុនសាច់ទុនបាទរឹងដែរប៉ុន្តែវាមិនរឹងខ្លាំងពេកទេគឺវាទន់ល្មមសម្រាប់បងប្អូនអរគ្នាប្រើប្រាស់ហើយនៅក្នុងប្រអប់របស់វាគឺមានទូរស័ព្ទបាទឥឡូវទូរស័ព្ទបានដកចេញហើយនៅសល់តែ plastic ទេនៅសល់តែ plastic ទេហើយនៅក្នុងនេះក៏បានអួតនៅថាមពលថ្ម 5160 45W ល្បឿន refresh rate ហើយនឹងដូចជា Helio G200 MHz MediaTek នេះគឺខ្លាំងបាទខ្លាំងជាង 100ហើយនៅខាងក្នុងនេះគឺមានដុំសាកបាទដុំសាកកម្លាំងរហូតដល់ 45W បាទ 45W ហើយបន្តមកមានបាទនេះខ្សែសាក Type C ទៀតបាទអញ្ចឹងបងប្អូនអរគ្នាអាចទិញហើយបើកមើលប្រអប់បានបាទបងប្អូនអរគ្នាអាចមើលប្រអប់ទាំងអស់នឹងបានបាទទិញមកខ្លាចបាត់ជួយណាទូរស័ព្ទបាទទូរស័ព្ទគឺនៅទីនេះបាទខ្ញុំបានបកវាចេញទាំងពីរ model ហើយគឺវាមានរូបរាងបែបនេះបាទឥឡូវយើងមើលទាំងអស់គ្នាទៅមើលពណ៌ខ្មៅមុនបាទពណ៌ប្រផេះបាទកម្រាស់របស់វាស្ដើងសរសើរ Techno ដែរដែលយកថ្មបាន 5000 mA ជាងហើយគាត់បានដាក់កម្លាំងសាកថ្មរហូតដល់ 45W ទៀតបាទល្អមែនទែនហើយកាមេរ៉ាគឺមាន2គ្រាប់នៅផ្នែកខាងក្រោយកាមេរ៉ាគោលគឺមានទំហំ50 megapixel បាទអានេះពណ៌ខ្មៅបាទឥឡូវយើងមើលពណ៌សម្ដងបាទអានេះពណ៌សបាទពណ៌សស្អាតបងប្អូនអរគ្នាបាទបើយើងសម្រេចចិត្តទិញពណ៌ខ្មៅក៏បានពណ៌សក៏បានដែរប៉ុន្តែពណ៌សនេះស្អាតបើនិយាយពីកម្រាស់ស្ដើងមែនទែនបងប្អូនអរគ្នាបាទស្ដើងខ្លាំងបាទហើយខ្ញុំនឹងដំណើរការម៉ាស៊ីនមួយដើម្បីឲ្យបងប្អូនមើលតើម៉ាស៊ីនរបស់វាយ៉ាងម៉េចយើងឆែកប្រអប់ខាងក្នុងរបស់វាមើលណាបាទអេក្រង់របស់វា curve គឺជាប្រភេទអេក្រង់កោងបងប្អូនអរគ្នាបាទគឺជាប្រភេទអេក្រង់កោងកាមេរ៉ាទម្លុះអេក្រង់ចំកណ្ដាលបាទខ្ញុំដំណើរការម៉ាស៊ីនឲ្យបងប្អូនអរគ្នាមើលបន្តិចចង់ដឹងថាកម្មវិធីវាយ៉ាងម៉េចបាទឥឡូវយើងដំណើរការវាមើលសិនបាទចឹងបងប្អូនរងចាំបន្តិចទៅវីដេអូនឹងវែងប៉ុន្តែបងប្អូនអរគ្នាបានទស្សនាតាំងពីដើមទីនៃការដំឡើងការបើកប្រអប់រហូតដល់ឃើញកម្មវិធីរបស់វាតែម្ដងបាទគឺវាប្រើ iOS បងប្អូនអរគ្នាបាទ iOS ចាំតិចសិនឲ្យដំណើរការតិចសិនបាទនេះកម្មវិធីរបស់វាបងប្អូនអរគ្នាយ៉ាងម៉េចដែរបាទស្អាតអត់ទេ
បាទខ្ញុំគិតថាល្អគ្រាន់បើលឿនប៉ុណ្ណឹងអាចប្រើប្រាស់បានហើយល្អខ្លាំងបាទជាមួយ control center របស់វាអូខេបាទ smooth ល្អដែរបាទយើងអាច add បន្ថែមបានអូខាងនេះឃើញសារជូនដំណឹងអូខាងនេះឃើញ control center អូខេអូឆ្វេងអូស្ដាំដោយ iPhone ដែរហើយរបានេះគឺជារបាដោយ iPhone ដែរបាទគឺរបាដកទៅតឹងហ្នឹងបាទឥឡូវឆែក spec របស់វាបងប្អូនអរគ្នាបាទនេះគឺជា spec របស់វាយើងចូលមើលបាទនេះបងប្អូនអរគ្នាឃើញឈ្មោះវា Spark Slim មក store របស់វា storage របស់វានេះគឺទំហំ 256G តាក់ទងទៅនឹង model Tecno ហើយ CPU របស់វា Helio G100 អត់មានការផុសទេ RAM របស់វា 8 ហើយនៅមាន extend RAM បន្ថែម 5 ទៀតប៉ុន្តែបើយើងចង់បន្ថែមទៀតយើងហូតវាអញ្ចឹងមកពលាវាអស់មកបាទនេះពលាវាដល់ 8 ក៏បានដល់ 3 ក៏បានដល់ 2 ក៏ដល់ 5 ក៏បានដែរតែក្រុមហ៊ុនដាក់ប៉ុណ្ណឹងយើងប្រើប៉ុណ្ណឹងសិនបាទតមកវា battery របស់វាគឺ 5160 mAh ហើយនេះបាទកាមេរ៉ាខាងក្រោយគឺ 50 megapixel ហើយកាមេរ៉ាមុខគឺ 13 megapixel នេះបាទអញ្ចឹងគឺប្រាប់អស់ហើយបងប្អូននេះគឺជា spec របស់វាដែលខ្ញុំទទួលបានអំពី Tecno Spark Slim ហើយកម្រិតនៃការការពារជំរាបទឹកនិងធូលីគឺចំពោះ Spark Slim នេះគឺមានត្រឹម IP កម្រិតការពារទឹកនិងធូលីកម្រិតស្រាលទេបងប្អូនអរគ្នាវាអត់ដល់ IP 68 69បាទពេញលេញទេប៉ុន្តែប៉ុណ្ណេះយើងអាចប្រើប្រាស់វាបានបងប្អូនអរគ្នាយើងអាចប្រើប្រាស់វាបានអូខេបាទហើយតើតើនឹងកាមេរ៉ាអីយើងមើលបានប្រមាណគុណប្រមាណគ្រាប់បាទអានេះគឺជាកាមេរ៉ារបស់វាបាទអញ្ចឹងយើងបានប៉ុណ្ណឹងអត់មានអីលើសនឹងទេហើយវីដេអូរបស់វាថតបានក្នុងកម្រិត HD មើលវីដេអូរបស់វាថតបានកម្រិត 18 បងប្អូនអរគ្នាបាទបងប្អូនអរគ្នាចំណុចពណ៌លឿងៗនេះយើងឃើញនៅលើមនុយកាមេរ៉ារបស់វាយើងឃើញចំណុចលឿងនេះគឺបាទចំណុចដែលធ្វើឲ្យវា stabilize បាទគឺការពាររំញ័រគឺវាអត់សូវញ័រទេដោយសារតែវាមាន stabilize បាទកម្មវិធីរបស់វាហ្នឹងល្អតើតើនៅចំណុចហ្នឹងថតវីដេអូទៅឃើញអត់ញ័រទេហើយចំពោះកាមេរ៉ារបស់វាគឺយើងអាចថតដល់18បាទ18ប៉ុន្តែអត់ដល់ 4K ទេបងប្អូនអរគ្នាបានត្រឹម 2K បាទ 2K អត់ដល់ 4K ទេបាទអញ្ចឹងវីដេអូរបស់វាយើងអាចថតបានត្រឹម18ទេបងប្អូនអរគ្នាបាទប៉ុណ្ណឹងយ៉ាងម៉េចដែរជាមួយនឹងតម្លៃ100សំទោសតម្លៃ$249ខ្ញុំគិតថារូបរាងរបស់វាក៏តាក់ទាញបាទចំពោះកាមេរ៉ារបស់វាប៉ុណ្ណេះក៏យើងអាចយកប្រើការបានហើយតាក់ទងអេក្រង់របស់វាគឺយើងអាចប្រើបានតែម្ដងហើយតាក់ទងនៅល្បឿន refresh rate អេក្រង់ 144Hz ទៀតកម្លាំងសាកថ្មក៏ធំបាទការញាត់ថ្មនៅក្នុងនេះក៏កាន់តែអស្ចារ្យទៀតបាទ 5000 mAh ជាងខ្ញុំគិតថា Spark Slim នេះគឺវាអេមហើយសម្រាប់បងប្អូនអរគ្នានៅក្នុងការពិចារណាប្រសិនបើយើងទៅដល់iPhone Air ទេយើងត្រឹម Spark Slim ហ្នឹងគឺអូខេហើយ